សួស្តីអ្នកទាំងអស់គ្នាសុខសប្បាយថ្ងៃនេះយាយមុំចេញមកទៀតហើយយាយមុំសប្បាយចិត្តដែលបានឮថៃដោះលែងទាហានខ្មែរមកផ្ទះវិញជួបជុំគ្រួសារយាយមុំសូមចូលរួមសប្បាយផងហើយក៏យាយមុំសូមផ្ដាំទៅបងទាហានជួបមុខប្អូនទាហានជួបមុខទាំងអស់បើសិនជាអក្បត់ជាតិវាបជាបងឲ្យទៅច្បាំងជាមួយទាហានថៃទៀតសូមបងមេត្តាកុំទៅព្រោះយើងអត់មានសម្ពាវុធល្អទំនើបដូចគេទេយើងវាយមិនឈ្នះគេទេបងមេត្តានៅផ្ទះថៃរក្សាប្រពន្ធកូនល្អជាងកុំយកជីវិតទៅបដូរជាមួយគេមានសភាវុធល្អណាស់ហើយកុំការពារអាជនក្បត់ជាតិទៀតវាគឺជាជនក្បត់ជាតិវាមិនមែនជាមនុស្សអ្នកដឹកនាំជាតិល្អទេបើអ្នកដឹកនាំជាតិល្អទៅដូចលោកសារ៉ាន់ស្គីប្រទេសយូក្រែនណាគាត់ពិតជាមនុស្សល្អណាស់មើលប្រជាជនគាត់មានទុកគាត់សុខចិត្តដើរត្រាក់ត្រាក់សុំវល់ឲ្យគេជួយប្រជាជនគាត់ប្រទេសជាតិគាត់នឹងទៅមេល្អដូចចឹងចាំយើងយកជីវិតទៅបដូរហើយពួកបងក៏មិនមែនឆ្អឹងដៃស្បែកស្ពាន់ដែរទុកឲ្យអាតាហ៊ានលំអក្រុងការពីរបងផ្ទះវាទៅម្ដងឲ្យបងជួមុខតបជួមុខសូមមេត្តាកុំទៅទៀតនៅផ្ទះថែប្រពន្ធកូនល្អជាងពួកវាអាតបវានោះដេកស៊ីក្បាលពោះខ្លាញ់ក្អុកដូចជ្រូកចឹងបងឈប់ទៅការពីវាទៀតពោះការពីវាដូចការពីអាជនក្បត់ជាតិចឹងវាកាត់ទឹកដីកាត់ព្រៃព្រឹក្សាលក់ខ្ទេចលក់ខ្ទីឲ្យកោះត្រល់ទៅគេអ្វីវាកំតិចអស់វានឹងឲ្យគឺជាជនក្បត់ជាតិហើយវាមកចោទប្រជាជនថាប្រជាជននឹងក្បត់ជាតិចូលរួមដូចជាខ្ញុំចឹងយាយមុំមនុស្សឯករាជ្យឃើញមិនថាអញ្ចឹងយើងស្អប់ខ្ពើមណាស់អាមនុស្សខ្លះក្បាលថោកទាបលក់ក្បាលសុកចិត្តបំផ្លាញប្រទេសជាតិជាមួយអាក្បត់ជាតិពិតជាសាហាវណាស់ខ្ញុំសូមសរសើរប្អូនស្រីម្នាក់ដែលគាត់និយាយល្អណាស់គ្រួសារវាសិតមិនកប៉ាល់ហោះដើរលេងចុះហេតុអីក៏ឲ្យបងកងទ័ពពិបាកមេះលីសៃយកម្ហូបឡើងភ្នំមិនមែនស្រួលណាហើយកតុំរុយមួយហ្នឹងហែងព្រមយកទម្លាក់ហ្វូតទម្លាក់អីឲ្យគាត់តែហែងចង់ស្លាប់ទាហានខ្មែរទុកអទាហានយៈកុងដែលការពារផ្ទះរបងផ្ទះហែងហ្នឹងស្មានតែអញមិនដឹងពួកហែងនេះស្លាប់ខ្មែរឈប់ជឿវាទៅបងប្អូនក្រោកឡើងពីក្បាលក្បត់ជាតិហ្នឹងមកបានយើងជោគជ័យប្រទេសយើងស្រួលបួលបើអញ្ចឹងទេបងប្អូនកូនចៅវេទនីហើយវាក្បត់ជាតិហើយវាមកបន្ទោសប្រជាជនក្បត់ជាតិហើយឥឡូវនេះឃើញប្អូនស្រីម្នាក់គាត់និយាយគាត់លែងខ្លាចហើយគម្រាមគេសូមបីតាមហូបអាហារគេជួយដល់ជនភេសឹកហើយគេតម្លាក់ទុកក្នុងឃ្លាំងហើយដឹកជញ្ជូនទៅលក់អាសាហាវហើយសម្រាប់ខ្មែរគាត់លែងខ្លាចហើយគាត់និយាយត្រង់ពួកឯងអាក្រក់ណាស់ថោកទាបណាស់សម្រាប់ខ្មែរអតីតឆានគ្រួសារអាក្បត់ជាតិបងកងទ័ពឈប់ការពីវាទៅអានឹងក្បត់ជាតិហើយវាកាត់ទឹកដីយើងអស់ហើយបងប្អូនវានឹងគឺអាជនក្បត់ជាតិអាឃាតករអាបំផ្លាញជាតិឃើញទេបងប្អូនឃើញហើយទ័ពខ្មែរស្លាប់ពេញព្រៃហើមពេញព្រៃហើយវាមិនឲ្យគ្រួសារគេយកសាកសពមកធ្វើបន់ទៀតអានេះពិតជាខុសខើមែនអាព្រៃផ្សៃឯងពិតជាសាហាវឯងឲ្យតាហ៊ានរំម៉ាក់ស៊ីសូនការពីរបងផ្ទះឯងនឹងទៅពួកអាតាហ៊ានក្បត់ជាតិតាហ៊ានស្រុកគេការពីទឹកដីការពីប្រជាជនឯអាតាហ៊ានលំអក្រុងឯនោះអាលំអផ្ទះសបៃស៊ីឆ្ងាយដេកស្រួលជាមួយអាតាហ៊ានការពីចោលសុំទោសបងតាហ៊ានខ្លះក៏ល្អដែរតែអាតាហ៊ានការពីផ្ទះអាតាហ៊ានឆ្កែតាហ៊ានចោលជាមួយគ្នាវាហ្នឹងអាតាហ៊ានចោលអាតាហ៊ានការពីចោលហើយបងតាហ៊ានជួមុខដែលបងតាហ៊ានស្មោះត្រង់ត្រឡប់មកផ្ទះវិញមកកុំការពីអាចោលទៀតទុកឲ្យពួកវាទៅការពីទៅការពីគ្រួសារវាទៅហើយយកគ្រួសារវាទៅបាញ់ជាមួយថៃផងសុខសប្បាយបងប្អូនទាំងអស់គ្នា Happy New Year